អេស៊ូថាអញកើតស្អីនេះគឺជាឪក្មេងឯងណាអញគឺជាកុំភាសាស្រីរបស់យើងមកក៏ហ៊ានមើងងាយគេបែបនេះមិនសមហេតុផលអសោះអ្វីគេគឺជាសន្តិសង្ឃខ្ញុំគឺជាម្ចាស់ផ្ទះតែមានហេតុផលអីដែលខ្ញុំត្រូវគ្រប់គេឯងមានចរិតអីហ្នឹងហ៊ាននិយាយបែបនេះជាមួយពួកយើងផងប្រយ័ត្នយើងប្រាប់កូនប្រុសយើងឲ្យគេមិនខ្វល់ពីឯងមួយខែទៅអាឈិនកូនប្រុសយើងគឺជាក្មេងកតញ្ញូខ្លាំងណាស់គេដឹងថាពួកយើងចិញ្ចឹមគេមិនងាយស្រួលទីបើសិនជាពួកយើងប្រាប់គីថាឯងហ៊ានស្ដីបន្ទោសយើងជាចាស់ទុំនេះចាំមើលថាគីនឹងខឹងឯងដល់កម្រិតណាទៅកាលពីមុនឃើញឯងស្លូតបូតទើបពួកយើងថ្នមចិត្តឯងខ្លះឯងគិតថាតកូលលែងរបស់ពួកយើងចូលមកនៅងាយមែនទេតាមខ្ញុំមើលឯងគួរតែឆ្លុកកញ្ចក់មើលខ្លួនឯងវិញទៅថាអាចកែចរិតនៅនាងធំបានទេហើយតើអាចធ្វើជាកូនប្រសាទដ៏ល្អរបស់តកូលលែងរបស់យើងបានដែរឬក៏អត់បាត់មកក៏តកូលលែងបាត់មកក៏តកូលលែងតែពួកឯងគឺជាត្រកូលអភិជនមកពីណាទេគឺពិតជាមានចរិតធំពេកហើយតែតែគ្មានអីសឹងហើយនិយាយចេញមកទាំងមុខក្រាញ់ស៊ូថាងថ្ងៃនេះឯងកើតអីហ្នឹងសៅធីងហើយមានរឿងអីហ្នឹងកំហុសគ្រប់យ៉ាងគឺមកពីស៊ូថាងតែទាំងអស់ហ្នឹងឯងកើតអីអាណារុកឯងមិនក៏ខឹងខ្លាំងយ៉ាងនេះគឺមកពីវិញគឺមកពីនាងនឹងហើយខ្ញុំស៊ូនាងស៊ូថាងមកក៏ថ្ងៃនេះនាងមិនឲ្យសន្តាគារកែ7ធ្វើនំឲ្យខ្ញុំញ៉ាំលេងមកថ្ងៃនេះខ្ញុំបានសន្យាជាមួយមិត្តរួមថ្នាក់ខ្ញុំថានឹងប៉ាពួកគេប៉ុន្តែលទ្ធផលគឺគ្មានស្អីសោះពេញមកល្ងាញតើឲ្យខ្ញុំមានមុខឯណាទៅជួបពួកគេនៅឯសាលារៀនទៅស៊ូថាងថ្ងៃនេះអញឈួតមែនទេចង់បះបោមែនទេឬសំខាន់បែបនេះក៏អញភ្លេចដែរសាលារបស់សៅធីងគឺជាសាលាអភិជនសុទ្ធតែជាកូនអ្នកមានអំណាចនៅពេលនេះជាពេលដែលត្រូវសាងតំណែងល្អជាមួយមិត្តដោយសារតែការធ្វើប្រហែលរបស់ឯងនោះទៅធ្វើឲ្យកូនយើងអន់ជាងគេបើវាប៉ះពាល់ដល់ការរៀបការចូលគ្រួសារអ្នកមានរបស់សាធីងនោះតើឯងនេះទទួលខុសត្រូវរួចដែរទេហាងស៊ូថាងនេះមកមិនដឹងទេថ្ងៃនេះមិត្តភក្តិប្រុសក្នុងថ្នាក់មើលមកខ្ញុំក្នុងកសែភ្នែកបែបណាទេតាំងពីធំដឹងក្តីមកខ្ញុំមិនដែលខ្មាស់គេដល់ថ្នាក់នេះទេខ្មាស់គេដូចដោះស្រានលៀងធីងគឺបងប្រុសឯងលៀងឈិនជាអ្នកវល់ខ្ញុំតែខ្ញុំសុកចិត្តចំណាយប្រាក់ច្រើនបញ្ជូនអញទៅសាលាអភិជនខ្ញុំឲ្យអញទៅរៀនយកចំណេះដឹងមិនមែនឲ្យអញទៅអួតអាងរកប្រទេសអ្នកមានទេបានហើយកុំនិយាយច្រើនអីស៊ូថាងស្អែកឯងប្រាប់ឲ្យខាងស្ថាគារផ្កាយ7យកនំទៅឲ្យលៀងធីងនៅសាលាទៅល្អបំផុតគឺធ្វើនំសម្រាប់មិត្តភក្តិម្នាក់តែម្ដងទៅចាំមើលណាហ៊ាននិយាយដើមទៀតបានឈប់យំទៅណាចាំស្អែកមកឲ្យស៊ូថាងយកនំទៅសាលាឯងឲ្យនាងសុំទោសមិត្តភក្តិឯងផងដែរឲ្យពួកគេដឹងថារឿងនេះវាមិនពាក់ព័ន្ធជាមួយនឹងឯងទេណាខ្ញុំមិនទៅទេខ្ញុំគ្មានកាតព្វកិច្ចអីមើលថែពួកលោកទេហើយសូម្បីតែថ្លៃសាលារបស់កូនស្រីលោកនោះក៏ខ្ញុំមិនបង់ឲ្យទៀតដែរប្រាប់ឲ្យដឹងទេស៊ូថាងយើងមិនដឹងថាថ្ងៃនេះឯងលេបថ្នាំច្រឡំអីទេតែបើអាឈិនគេដឹងពីទង្វើរបស់ឯងគេច្បាស់ជាខកចិត្តខ្លាំងណាស់ឯងត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យច្បាស់ពីទង្វើថ្ងៃនេះឆ្លុះកញ្ចក់មើលមកខ្លួនឯងឲ្យខ្ញុំមើលអីមកមុខរបស់គេនោះមួយសន្លឹក800ក៏ជារបស់ខ្ញុំខោដេកសោតដែលល្អបំផុតមួយឈុត60000ក៏ជារបស់ខ្ញុំដែរថ្លៃសាលាកូនស្រីពួកឯងមួយឆ្នាំពីសានក៏ខ្ញុំជំនះបាំងផ្ទះតម្លៃ100លានក៏ជារបស់ខ្ញុំដែរចាយលើរបស់ខ្ញុំឲ្យខ្ញុំទៅឆ្លុះកញ្ចក់មើលមុខខ្លួនឯងពួកឯងមិនគិតថាខ្លួនឯងមានមុខក្រាំងឥតគេខ្មាញ់គួយអស់សំណើចទេប៉ាត់ជាព្រាក្បាល8និងក្រពើរមើលគុណមែនអញគឺជានាងធំត្រកូលស៊ូមកក៏អន់យ៉ាងនេះមិនមែនដោយសារឯងជាគុណដល់កូនប្រុសខ្ញុំទេទើបឯងសុកចិត្តចំណាយលុយឲ្យពួកយើងបែបនេះម្យ៉ាងទៀតលុយទិញទូចនឹងគ្មានស្អីចំពោះឯងទេបានហើយកុំនិយាយច្រើនពេកស្អែកទៅសាលាលៀងធីងទៅសុំទោសយកនំឲ្យគេទៅតោះពួកយើងឆាប់ទៅហើយឃើញមុខគេភ្លាមនឹងយើងកាន់តែខឹងត្មងអ្នកនាងធំចាយវ៉ាន់នៅលើតុចៃអត់ទេចំណែកឲ្យចាំឆ្នាំដែលពួកគេធ្លាប់ប៉ះពាល់នោះខ្ញុំពើបណាស់យកទៅបោះចោលអស់ទេហើយចាប់ពីពេលនេះតទៅបើគ្មានការអនុញ្ញាតពីខ្ញុំមិនឲ្យពួកគេយកឈ្មោះខ្ញុំទៅបញ្ជាទិញរបស់អីទៀតទេចាំបានហើយនេះបាទអ្នកនាងធំធ្វើបែបនេះពិតជាត្រឹមត្រូវខ្លាំងណាស់កាលពីមុនខ្ញុំខ្វាក់ភ្នែកទៅដំឡើងលេងឈិននឹងគ្រូសាគេរហូតដល់ពួកគេចាត់ទុកទីនេះជាផ្ទះខ្លួនឯងរហូតធ្វើឲ្យពួកគេភ័ន្តច្រឡំស្មានថាខ្លួនឯងគឺជាម្ចាស់ផ្ទះមែនទែនចាំដល់ពេលព្រឹកឡើងថាមនុស្សមកឲ្យដឹងក្បាលពួកគេចេញពីវិមាននេះអត់ទេបាទពួកបរិស័ទអស់ទាំងនេះគឺពិតជាហ៊ានខ្លាំងណាស់មកចុះគ្រឿងអលង្ការរបស់ខ្ញុំស៊ូថាងថ្ងៃនេះវាកើតស្អីវាទើបហ៊ាននិយាយនឹងខ្ញុំបែបនេះហ៎នឹងនៅហ៊ានមកគិតលុយជាមួយពួកយើងទៀតពិតជាកំណាញ់ពិតមែនហើយ
អេប្រហែលជាស៊ូថាងនឹងអាឈិនបង្កចំនួនអីនៅក្រុមហ៊ុនហើយទើបនាងយកកំហឹងទាំងនេះមកជះលើពួកយើងមានចេះកំហឹងលើពួកយើងផងចាំពេលបងប្រុសខ្ញុំមកវិញខ្ញុំច្បាស់ជាប្រាប់រឿងនេះដល់បងប្រុសមិនខានឲ្យចាត់ការស្រីម្នាក់នេះឲ្យចាស់ដៃតែម្ដងមែននឹងហើយគឺពិតជាមិនស្គាល់កញ្ចាស់ទុំមែនវិញម៉ែណៃចាំមើលចឹងមិនដល់កន្លះម៉ោងផងនាងច្បាស់ជាមិនសុំទោសពួកយើងមិនខាននោះទេណាណ៎ឃើញដែរទីខ្ញុំនិយាយមិនខុសទីមិនទាន់ដល់5នាទីផងនាងយកប្រអប់គ្រឿងអលង្ការមកឲ្យបាត់ហើយប្រកាសជាដឹងខ្លួនថាថ្ងៃនេះធ្វើជ្រុលហួសហេតុទើបយកកាដូមកជូនពួកយើងបែបនេះស៊ូថាងឥឡូវឯងដឹងខ្លួនមកអង្វរពួកយើងមែនទេចុះពេលបញ្ចេញចរិតនៅនាងធំមិញហ្នឹងមិនបានគិតខ្លះទៅគ្មានចរិតជាស្រីស្រុតបត់ទុនភ្លុនតលតែសោះពិតជាស្រីមែននឹងកុំសាបផ្ទះគេសុទ្ធតែចេះលើកទឹកតែបំរើឪពុកម្ដាយក្មេកចុះឯងវិញនោះមិនត្រឹមតែមិនចេះបំរើទីថែមទាំងឲ្យយើងបំរើវិញទៀតចឹងនៅយកចិត្តពួកឯងហើយថែមទាំងត្រូវជូនកាដូពួកឯងចឹងមែនទេពួកឯងស្គាល់ពាក្យថាមកក្រាស់មិនចេះខ្មាត់ទេជូលីយិនប្រអប់គ្រឿងអលង្ការរបស់ខ្ញុំនៅណាទេណែស៊ូថាងម៉ែឪនឹងឯងបដៅអញ្ចឹងហ៊ានហៅឈ្មោះចាស់ទុំចំបែបហ្នឹងចឹងគ្រឿងអលង្ការអីក៏មកនិយាយមួយបង្កាច់មនុស្សក្នុងផ្ទះសោះហ្នឹងខ្ញុំមិនយកមែនទេបានមិនយងគ្រឿងអលង្ការខ្ញុំដុសស្លាប់ចេះហោះមែនទេអ្នកគិតថាខ្ញុំមិនដឹងមែនទេលួចយកគ្រឿងអលង្ការរបស់ខ្ញុំអស់ប្រមាណនោះយើងមិនដឹងថាឯងនិយាយពីអីទេអ្នកមិនដឹងមែនទេអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីសឲ្យមកចាត់ការរឿងនេះស៊ូថាងកំពុងតែល្អសុកមិនក៏ឯងរកប្តឹងប៉ូលីសអញ្ចឹងថ្ងៃនេះឯងអត់ចង់ឲ្យផ្ទះនេះនៅសុកទេអីរបស់មានតម្លៃក្នុងផ្ទះរបស់ខ្ញុំបានខ្ញុំច្បាស់ជាត្រូវប្តឹងប៉ូលីសហើយប៉ូលីសចាប់ចោលនោះក្រែងជារឿងធម្មតាតែអីយ៉ាជាចោលស្អីទៅខ្ញុំជួយរៀបចំបន្ទប់ឲ្យឯងឃើញគ្រឿងអលង្ការអស់នឹងទុកចោលលើតុឡើងធូលីដីគ្មានអ្នកពាក់ទើបខ្ញុំយកមកពាក់លេងទិញទូចសោះនឹងម្យ៉ាងទៀតពួកយើងចិត្តខ្លាចជាគ្រួសារតែមួយហើយបែងចែករបស់ឯងរបស់យើងស្អីទៅគ្រូសាតែមួយអ្នកចង់និយាយថាចាំពេលនេះងាប់ទៅរបស់អននេះបកគលឲ្យខ្ញុំដល់ដែរមែនទេកុំនិយាយរឿងនេះខ្ញុំនៅលានឈិនបានបែកគ្នាហើយទោះបីនេះចាំបង្កើតខ្ញុំក៏មិនអាចយករបស់ខ្ញុំដែលមិនប្រាប់ដែរស្អីគេពួកឯងបែកគ្នាហើយអីហេរឿងបន្តិចបន្តួចសោះក៏បែកគ្នាដែរអីឯងមិនឲ្យតម្លៃយើងលើមនុស្សចេតនាពេកហើយចៅលីយិនខ្ញុំមិនដឹងថាអីយករបស់គេដល់មិន5ហើយថាលួចទៀងស៊ូថាំងយើងប្រាប់ឯងបើបងប្រុសយើងដឹងថាឯងធ្វើមកខាងដល់ថ្នាក់នេះគាត់ច្បាស់ជាមិនលើកលែងឲ្យឯងដល់ងាយងាយនោះទេមកតែបើសិនជាមិនប្តឹងប៉ូលីសពួកឯងប្រកាសជាមិនព្រមបកគលឲ្យវិញទេឈប់សិនស្រីម្នាក់នេះហ៊ានប្តឹងប៉ូលីសមែនតើនេះបើខ្ញុំមិនយកគ្រឿងអលង្ការឲ្យវាវិញទេវាប្រកាសជាមិនឈប់រករឿងឡើយណាចាំតិចសិនទៅកូនប្រុសយើងគឺជានាយកក្រុមហ៊ុនតើមានអ្នកណាចង់បានរបស់អន់របស់ឯងនឹងទៅកូនប្រុសស៊ូថាងឥឡូវវាឈួតហើយវាទៀមទាគ្រឿងអលង្ការឲ្យមកឯងវិញអស់ហើយថែមទាំងនិយាយថាបែកគ្នាជាមួយឯងទៀតផងថាម៉េចបែកគ្នាគេមិនដែលប្រាប់ខ្ញុំថាបែកគ្នាផងហ្នឹងបើមិនដែលថាបែកគ្នាទេហើយចុះទង្វើរបស់នាងថ្ងៃនេះវាបានន័យថាម៉េចអូយើងដឹងហើយយើងឃើញនាងនៅពាក់ចិញ្ចៀនភ្ជាប់ពាក្យនឹងគឺច្បាស់ណាស់គ្រាន់តែខឹងបន្តិចបន្តួចប៉ុណ្ណោះមែនហើយនាងតាមលិតជើងកូនប្រុសខ្ញុំជាច្រើនឆ្នាំមកហើយថែមទាំងវិនិយោគលុយច្រើនទៀតលុយនៅឯណាស្នេហានៅឯនឹងហើយនាងគ្មានថ្ងៃបែកគ្នាជាមួយកូនប្រុសខ្ញុំដាច់ខាតណាខ្វះកងដាច់ត្បូងពណ៌បៃតងមួយចិញ្ចៀនពេជ្រពណ៌ផ្កាឈូក3ការ៉ាត់មួយណាខ្សែកត្បូងកណ្ដៀងមួយទីនចៅលីយិនគ្រឿងអលង្ការ3មុខនឹងខ្ញុំសូមម្ដងទីនតើ3មុខនឹងនៅណាទេយើងមិនដឹងទេនាងមានរបស់ច្រើនយ៉ាងនឹងមិននឹកស្មានថានាងម្នាក់នេះចាំដល់ថ្នាក់នឹងសោះប៉ានៅពេលនេះអស់ហើយគ្រឿងអលង្ការ3មុខនឹងខ្ញុំក្រុងនឹងពាក្យក្នុងថ្ងៃពិធីបញ្ចប់ការសិក្សារបស់ខ្ញុំនៅពេលនេះខ្ញុំសងនាងវិញតើខ្ញុំមានអីឯងស្ដាប់ប៉ាណាប៉ាទើបតែទៅបងប្រុសឯងមិញនឹងគេថាអត់បានបែកគ្នាអីទេឥឡូវយករបស់ឲ្យនាងសិនទៅចាំបងឯងមកដល់គេស្ដីឲ្យនាងពីប្រមាត់នាងច្បាស់ជាម៉ោងវឯងហើយបកគលរបស់អស់នឹងឲ្យឯងវិញមិនខានទេថែមទាំងឲ្យច្រើនជាងមុនទៀតផងណាបាន
អញ្ចឹងលើកក្រោយគ្រឿងអលង្ការទិញទូចនឹងมันគ្រប់គ្រាន់ទេខ្ញុំត្រូវការយ៉ាងច្រើន10ទៀន ទុកចិត្តចុះទុកចិត្តចុះ ឲ្យឯងវិញស៊ូថាំងថានេះឯងមិនគោរពប៉ាម៉ាក់ខ្ញុំចាំពេលបងប្រុសយើងមកវិញយើងនឹងប្រាប់គ្រប់មិនឲ្យចន្លោះសុបអីបន្ទិញចាំមើលថាគាត់នឹងចាត់ការឯងឲ្យចាស់ដៃយ៉ាងម៉េចទេចាំតែមើលទេ